យោធាថៃប្រមានវីប្រហារតាមផ្លូវអាកាសចូលជ្រៅមកកម្ពុជាប្រសិនបើកម្ពុជាបាញ់រ៉ុកកែតរយៈចម្ងាយឆ្ងាយមកលើទឹកដីថៃអ្នកជំនាញកម្ពុជាថាវិបត្តិនៅដើមបូព៌ាអាចពង្រីកជាចំនួនសកលខណៈកម្ពុជាអំពាវនាវឲ្យគោរពច្បាប់អន្តរជាតិកម្ពុជាទទូចឲ្យភាគីពាក់ព័ន្ធក្នុងចំនួននៅដើមបូព៌ាត្រូវរក្សាការអត់ធ្មត់ខ្ពស់អ្នកនាំពាក្យក្រសួងការងារថាកម្មការិនីដែលបានស្លាប់ក្រោយហេតុការណ៍ដួលសន្លប់នៅរោងចក្រ Cambo Unizol នឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗស្របតាមច្បាប់អាជ្ញាធរខេត្តស្ទឹងត្រែងហៅប្រធានសហគមន៍ព្រៃឈើនៅក្នុងស្រុកសៀមប៉ាងទៅសួរនាំក្រោយជូនអ្នកសារព័ត៌មាននិងមន្ត្រីអធិការកិច្ចក្រសួងបរិស្ថានពីនីតិតាំងកាប់ឈើធំៗបណ្ដាញទូរទស្សន៍រដ្ឋអ៊ីរ៉ង់ប្រកាសដំណឹងទទួលស្គាល់ថាអាយ៉ាតូឡាអាលីខាមេនីបានស្លាប់ក្រោយការវាយប្រហាររបស់អាមេរិកអ៊ីរ៉ង់បន្តបាញ់ផ្លោងគ្រាប់ទៅលើអ៊ីស្រាអែលនិងទៅលើសឹងគ្រប់ប្រទេសអារ៉ាប់នៅក្នុងតំបន់ដើមបូព៌ាតើប្រតិបត្តិការអាមេរិកអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់អាចបង្កផលប៉ះពាល់អ្វីខ្លះមកលើវិស័យប្រេងកាតអ្នកនាំពាក្យកងទ័ពថៃឧត្តមសេនីយ៍តូវិនថៃសូវ៉ារីបានថ្លែងកាលពីថ្ងៃទី28កុម្ភៈថាទាហានថៃបានប្រុងជើងការគ្រប់ពេលដើម្បីវិបកកម្ពុជាប្រសិនបើកម្ពុជាប្រើប្រព័ន្ធគ្រាប់រ៉ុកកែតឬកាំជ្រួចវងរយៈចម្ងាយឆ្ងាយប្រភេទ PHL-03 មកលើថៃនេះបើតាមសេចក្តីរាយការណ៍របស់កាសែត Thai The Nation ចុះផ្សាយកាលពីថ្ងៃសៅរ៍ម្សិលមិញនេះមន្ត្រីជាន់ខ្ពស់កងទ័ពថៃដដែលរូបនេះថាថៃនឹងវាយប្រហារតាមផ្លូវអាកាសចូលមកជ្រៅក្នុងទឹកដីកម្ពុជាក្នុងករណីកម្ពុជាហ៊ានប្រើអាវុធ PHL-03 ដែលជាផលិតផលយោធារបស់ចិនហូលរស្មីលំអិតព័ត៌មាននេះការអះអាងរបស់អ្នកនាំពាក្យកងទ័ពភូមិន្ទថៃខាងលើនេះធ្វើឡើងនៅក្រៅពេលមានការបារម្ភក្នុងចំណោមសាធារណជនថៃពាក់ព័ន្ធនឹងរបាយការណ៍នានាដែលថាកម្ពុជាកំពុងចល័តអាវុធ PHL-03 និងក្រោយពេលមានសេចក្តីរាយការណ៍ថាទាហានថៃម្នាក់ស្ថិតក្រោមការបញ្ជារបស់កងទ័ពភូមិភាគ2ថៃបានរងរបួសដោយសារគ្រាប់មីននៅក្នុងខេត្តសុរិន្ទប្រទេសថៃកាលពីព្រឹកថ្ងៃទី27ខែកុម្ភៈនេះបើតាមសេចក្តីរាយការណ៍របស់កាសែត Thai The Nation ចុះផ្សាយនៅថ្ងៃទី28ខែកុម្ភៈយ៉ាងណាក៏ដោយនឹងបើតាមកាសែត Thai The Nation នៅក្នុងសំណុំរឿងអាវុធ PHL-03 អ្នកនាំពាក្យកងទ័ពថៃឧត្តមសេនីយ៍តូវិនថៃស៊ូវ៉ារីបានអះអាងថាព័ត៌មានចារកម្មបានបង្ហាញថាគ្មានការចល័តអាវុធបាញ់កាំជ្រួចហ្វូង PHL-03 ពីខាងភាគីកម្ពុជានោះនៅឡើយទេដូច្នេះមិនមានអ្វីដែលរំខានជាពិសេសដល់ស្ថានភាពបច្ចុប្បន្ននោះឡើយតែលោកថាកងទ័ពថៃនៅបន្តការប្រុងប្រយ័ត្ននឹងថាការប្រើអាវុធខាងលើនេះអាចហួសពីតំបន់ព្រំដែននិងមិនសមមាត្រនឹងស្ថានភាពបច្ចុប្បន្នលោកបានបន្ថែមថាកម្ពុជាហាក់ដូចជាមិនទាន់ឈានដល់ដំណាក់កាលប្រើអាវុធទាំងនេះព្រោះការប្រើអាវុធបែបនេះប្រៀបដូចជាការសម្រួលឲ្យថៃឆ្លើយតបមកវិញដោយការវាយប្រហារចូលជ្រៅក្នុងទឹកដីកម្ពុជានិងត្រង់ចំណុចដែលត្រូវវាយប្រហារហើយការខូចខាតគឺអាចធ្ងន់ធ្ងរខ្លាំងក្រសួងការពារជាតិកម្ពុជាមិនមានប្រតិកម្មនៅឡើយទេចំពោះការអត្ថាធិប្បាយរបស់ភាគីយោធាថៃយ៉ាងដូចនេះក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាជារឿយៗបានប្រកាសប្រកាន់យកជំហរដោះស្រាយចំនួនដោយសន្តិវិធីជាមួយភាគីថៃនិងគោរពតាមកិច្ចព្រមព្រៀងនានាដែលមានជាមួយថៃជាពិសេសគឺបទឈប់បាញ់លើកទី2ដែលសម្រេចបានរវាងកងកម្លាំងយោធាកម្ពុជានិងកងទ័ពថៃកាលពីថ្ងៃទី27ធ្នូឆ្នាំ2025គួរជ្រាបថាអាវុធ PHL-03 គឺជាប្រព័ន្ធបាញ់កាំជ្រួចហ្វូងដែលផលិតដោយប្រទេសចិនអាវុធនេះមានបំពាក់ក្បាលគ្រាប់រ៉ុកកែតឬកាំជ្រួច12គ្រាប់ហើយអាចបាញ់បានចម្ងាយពី70ទៅ130គីឡូម៉ែត្រនិងអាចបាញ់បានដល់ទៅ160គីឡូម៉ែត្របើក្បាលគ្រាប់កាំជ្រួចនោះនៅថ្មីក្នុងសង្គ្រាម2លើករវាងកងទ័ពកម្ពុជានិងថៃនៅតាមព្រំដែនកាលពីឆ្នាំ2025អាវុធនេះមិនទាន់ត្រូវបានគេរាយការណ៍ថាបានប្រើក្នុងការវាយប្រយុទ្ធនៅឡើយចំពោះខាងកម្ពុជាតែចំពោះខាងថៃបានប្រើអាវុធធុនធ្ងន់ជាច្រើនប្រភេទរួមទាំងការប្រើយន្តហោះប្រតិកម្ម F-16 របស់អាមេរិកមកទម្លាក់គ្រាប់បែកចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជាដល់ទៅជាង80គីឡូម៉ែត្រខណៈចំនួននៅតំបន់ដើមបូព៌ាកំពុងកើនកម្ដៅខ្លាំងបន្ទាប់ពីអាមេរិកនិងអ៊ីស្រាអែលបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ទី28កុម្ភៈអ្នកជំនាញកិច្ចការអន្តរជាតិនៅកម្ពុជាយល់ថាចំនួននៅដើមបូព៌ាពេលនេះអាចរីករាលដាលคล้ายជាចំនួននៅជុំវិញសកលលោកនេះបង្ហាញឲ្យឃើញថាពិភពលោកកំពុងប្រឈមខ្លាំងនឹងភាពគ្មានសណ្ដាប់ធ្នាប់និងការរំលោភច្បាប់អន្តរជាតិបន្ទាប់ពីរុស្ស៊ីបានប្រើកម្លាំងយោធាឈ្លានពានទាំងកំរោលនៅអ៊ុយក្រែនកាលពីឆ្នាំ2022លោកបណ្ឌិតស៊ិនសំអ្នកវិភាគគោលនយោបាយនៃរាជមន្ត្រីសភាកម្ពុជាលើកឡើងថាវិបត្តិទំនាក់ទំនងការទូតអាមេរិកអ៊ីរ៉ង់និងអ៊ីរ៉ង់អ៊ីស្រាអែល
គឺតែងកើតមានជាហូរហែបន្ទាប់ពីអាមេរិកក្រោមការដឹកនាំរបស់រដ្ឋបាលលោកប្រធានាធិបតីដូណាល់ត្រាំសម្រាប់ដកខ្លួនចេញពីកម្មវិធីនុយក្លេអ៊ែរនៅឆ្នាំ2015បើតាមអ្នកជំនាញកិច្ចការអន្តរជាតិរូបនេះជំហររបស់កម្ពុជាពេលនេះគឺជំរុញឲ្យប្រទេសនៅលើពិភពលោកគោរពតាមច្បាប់និងគោលការណ៍អន្តរជាតិលំអិតព័ត៌មាននេះបន្តដោយសឹមច័ន្ទសំណាងចំពោះបញ្ហានេះខ្ញុំគិតថាប្រទេសកម្ពុជាយើងដែលជារដ្ឋតូចហើយយើងជាសមាជិកអាស៊ានជាសមាជិករបស់អង្គការសហប្រជាជាតិនៅក្នុងកលៈទេសៈនេះអ្វីដែលកម្ពុជាគួរតែធ្វើខ្ញុំគិតថាកម្ពុជាគួរតែបង្ហាញនូវការបដិញ្ញាចិត្តនិងគោរពទៅតាមច្បាប់អន្តរជាតិឬគោលការណ៍អន្តរជាតិដែលមានពីព្រោះការគោរពទៅចំពោះសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិហើយនឹងការរួមដំណើរជាមួយនឹងអង្គការសហប្រជាជាតិគឺជាយន្តការមួយដ៏ត្រឹមត្រូវក្នុងការសម្របខ្លួនចំពោះចំនួនដែលកំពុងតែកើតមាននៅក្នុងដើមបូព៌ាក៏ដូចជាចំនួនដែលកំពុងកើតមាននៅក្នុងផ្នែកផ្សេងទៀតនៅក្នុងពិភពលោកដូចខ្ញុំបានបញ្ជាក់ជូនខាងដើមឥឡូវនេះសម្រាប់ក្នុងពិភពលោកវាហាក់ដូចជាងាកទៅរកភាពមិនច្បាស់លាស់មួយដោយគ្មានការគោរពច្បាប់អន្តរជាតិដោយគ្មានការឲ្យតម្លៃចំពោះសិទ្ធិមនុស្សសេរីភាពនៃការបញ្ចេញមតិឬក៏លទ្ធិប្រជាធិបតេយ្យទេឥឡូវនេះប្រទេសនីមួយៗនិយាយអំពីការប្រកួតប្រជែងសម្ភារវុធការប្រកួតប្រជែងកម្លាំងកងទ័ពនិងការប្រកួតប្រជែងដែលប្រើប្រាស់កម្លាំងបាយអញ្ចឹងយើងមើលទៅសប្តាហ៍ថ្ងៃនេះប្រទេសដែលមានទ័ពខ្លាំងដែលមានសេដ្ឋកិច្ចខ្លាំងគេអួតអំពីកម្លាំងទ័ពកម្លាំងសេដ្ឋកិច្ចរបស់គេអញ្ចឹងសរុបមកវិញថាកម្ពុជាយើងដោយដែលខាងក្រសួងការបរទេសលោកបានបញ្ជាក់ឲ្យដែលយើងតែងតែប្រកាន់យកនៅគោលការណ៍សន្តិភាពហើយគោរពនៅតម្លៃនៃសន្តិភាពជាពិសេសតម្លៃនៃបទចម្បាញ់ដែលកម្ពុជាតែងតែបានប្រកាន់យកខ្ញុំគិតថាគឺជារឿងមួយដែលត្រឹមត្រូវសូមបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសនៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2026បានអះអាងពីការតាមដានស្ថានភាពនៅដើមបូព៌ាដោយក្តីបារម្ភយ៉ាងជ្រាលជ្រៅនៅក្នុងសេចក្តីថ្លែងការណ៍នេះក្រសួងការបរទេសកម្ពុជាថែមទាំងបានអំពាវនាវដល់ភាគីពាក់ព័ន្ធនៅក្នុងចំនួនទាំងអស់រក្សាភាពអត់ធ្មត់ជាអតិបរមាដើម្បីជៀសវាងការញ៉ាំងឲ្យស្ថានភាពកាន់តែមានភាពធ្ងន់ធ្ងរបន្ថែមទៀតដែលអាចប៉ះពាល់ដល់អាយុជីវិតជនស៊ីវិលនិងសន្តិភាពគួរឲ្យដឹងថានៅថ្ងៃសៅរ៍ទី28កុម្ភៈម្សិលមិញអាមេរិកនិងអ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំព្រមៗគ្នាមួយទៅលើអ៊ីរ៉ង់ជាប្រតិបត្តិការមួយធ្វើឡើងតែប៉ុន្មានម៉ោងក្រោយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបង្ហាញការមិនពេញចិត្តជុំវិញកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលប៉ាឡេស្ទិករបស់អ៊ីរ៉ង់ចំណែកអ៊ីស្រាអែលបានហៅប្រតិបត្តិការយោធារបស់ខ្លួនថាជាការវាយប្រហារបង្ការដើម្បីលុបបំបាត់ការគំរាមកំហែងរបស់អ៊ីរ៉ង់ដែលមានមកលើអ៊ីស្រាអែលក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់អំពីវនីវឲ្យភាគីចំនួននិងប្រទេសពាក់ព័ន្ធដទៃទៀតត្រូវរក្សាការអត់ធ្មត់ឲ្យបានខ្ពស់ដើម្បីជៀសវាងស្ថានភាពនៅដើមបូព៌ាធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរហើយពលរដ្ឋកម្ពុជាត្រូវបង្កើនការប្រុងប្រយ័ត្ននៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពនៅមជ្ឈមបូព៌ាក្រសួងការបរទេសកម្ពុជាក៏បានអះអាងថាមកទល់ពេលនេះពុំទាន់មានសេចក្តីរាយការណ៍ថាមានពលរដ្ឋកម្ពុជារងគ្រោះនៅឡើយទេតាមរយៈសេចក្តីថ្លែងការណ៍ខ្លីមួយរបស់ក្រសួងការបរទេសកម្ពុជាការផ្ទុះសង្គ្រាមនៅដើមបូព៌ាកាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026គឺជាក្តីបារម្ភដ៏ខ្លាំងរបស់កម្ពុជាដែលទាមទារឲ្យគ្រប់ភាគីទាំងអស់ត្រូវតែអត់ធ្មត់ធ្វើយ៉ាងណាជៀសវាងការបញ្ឆេះកម្ដៅឲ្យក្តៅខ្លាំងដែលប៉ះពាល់ដល់ជីវិតជនស៊ីវិលនិងប៉ះពាល់ដល់សន្តិភាពក្នុងសេចក្តីថ្លែងការណ៍ដដែលនោះក្រសួងការបរទេសកម្ពុជាក៏មិនភ្លេចការរំលឹកឲ្យពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ដើមបូព៌ាបង្កើនការប្រុងប្រយ័ត្នលើសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានខ្ពស់ជាក់ស្ដែងនៅព្រឹកថ្ងៃទី1ខែមិនិនានេះស្ថានឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំរដ្ឋគូវ៉េតនិងសាធារណរដ្ឋទូគីបានចេញសេចក្តីអំពាវនាវឲ្យពលរដ្ឋខ្មែរដែលរស់នៅធ្វើការនិងសិក្សានៅឯប្រទេសអ៊ីស្រាអែលគូវ៉េតសហភាពអារ៉ាប់អេមីរ៉ាតកាតានិងបារ៉ែនត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់និងស្ដាប់តាមការណែនាំរបស់អាជ្ញាធររដ្ឋសម័យទាំងអស់នោះគួរជម្រាបថាការអំពាវនាវរបស់កម្ពុជាធ្វើឡើងក្រោយអាមេរិកនិងអ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំវាយប្រហារតាមផ្លូវអាកាសទៅលើអ៊ីរ៉ង់នៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2026ជាប្រតិបត្តិការដែលអ៊ីស្រាអែលហៅថាបង្ការដើម្បីលុបបំបាត់ការគំរាមកំហែងដែលមានមកលើអ៊ីស្រាអែលខណៈប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំវិញបានសន្យាបំផ្លាញសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់និងកំទេចទ័ពជើងទឹកអ៊ីរ៉ង់ឲ្យក្លាយជាផេះ
ក្នុងបំណងតែមួយគឺកម្ចាត់ការគំរាមកំហែងរបស់អ៊ីរ៉ង់បន្ទាប់ពីមានហេតុការណ៍ដួលសន្លប់កម្មការនីជាច្រើនអ្នកនៅរោងចក្រ Cambodia Unizol Ltd កាលពីថ្ងៃទី27ខែកុម្ភៈហើយមានកម្មការនីម្នាក់គឺអ្នកស្រី Yim Win អាយុ32ឆ្នាំបានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យអ្នកនាំពាក្យក្រសួងការងារលោកសុនមេសាប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអាទិត្យទី1មិនិនានេះថាបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារបានផ្ដល់ថវិកាចំនួន10លានរៀលដើម្បីបូជាសពកម្មការនីរូបនោះហើយមន្ត្រីជំនាញក្រសួងនឹងចុះទៅអង្កេតផ្ទាល់បន្ថែមនៅរោងចក្រដើម្បីផ្ដល់អត្ថប្រយោជន៍ផ្សេងៗដល់គ្រួសារសពយោងតាមច្បាប់ដែលមានជាធរមានសូមស្ដាប់ការបញ្ជាក់របស់លោកសុនមេសាដែលរៀបចំជូនដោយហុលរស្មីក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈសូមចូលរួមសោកស្ដាយនិងរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពនៃកម្មការនីយឹមរិនដែលបានស្លាប់កាលពីថ្ងៃទី27ជាមួយគ្នានេះបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារបានផ្ដល់វិភាគបូជាសពចំនួន10លានរៀលនិងចុះអង្កេតផ្ទាល់ដើម្បីផ្ដល់អត្ថប្រយោជន៍ផ្សេងៗជូនក្រុមគ្រួសារសពយោងទៅតាមច្បាប់ជាធរមាននៅថ្ងៃច័ន្ទខាងមុខនេះផងដែរហើយសម្រាប់កម្មការនីប្រមាណ20អ្នកផ្សេងទៀតដែលបានដួលសន្លប់នៅក្នុងថ្ងៃជាមួយនោះក៏បានជាសះស្បើយផងដែរអនុញ្ញាតឲ្យខ្ញុំសូមរំលឹកអំពីដើមចមនៃការដួលសន្លប់និងការករណីមរណភាពនេះសម្រាប់ករណីមរណភាពរបស់កម្មការនីយឹមរិនគឺផ្ដើមចេញអំពីការមើលព័ត៌មានស្ដីពីគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងក្រុមការងារនៅម៉ោងប្រមាណជា7ព្រឹកដែលធ្វើឲ្យកម្មការនីមានការតក់ស្លុតនិងការផិតភ័យធ្វើឲ្យទន់ដៃទន់ជើងបែកពពុះមាត់និងបញ្ចុះភ្នែកហើយបើតាមការបញ្ជាក់ពីមន្ត្រីជំនាញគឺសម្ពាធឈាមរបស់កម្មការនីយឹមរិនមានការកើនឡើងខ្លាំងដែលបណ្ដាលដាច់សរសៃឈាមក្នុងខួរក្បាលដែលជាមូលហេតុចម្បងនៃការបាត់បង់ជីវិតសម្រាប់កម្មការនី20អ្នកផ្សេងទៀតដែលបានដួលសន្លប់តាមក្រោយគឺដោយសារមានការផិតភ័យឃើញមានការដួលសន្លប់និងការដឹកទៅមន្ទីរពេទ្យនៃកម្មការនីយឹមរិនទើបធ្វើឲ្យពួកគាត់សន្លប់ប៉ុន្តែការសន្លប់របស់ពួកគាត់ជាកម្រិតស្រាលហើយក៏បានជាសះស្បើយផងដែរជាមួយគ្នានេះក្រសួងការងារតាមរយៈយុវដ្ឋានពេទ្យការងារដែលជានាយកដ្ឋានជំនាញរបស់យើងបានពិនិត្យឃើញថាក្នុងករណីដែលមានការដួលសន្លប់កាលពីថ្ងៃទី27នេះมันមានពាក់ព័ន្ធដោយសារតែបរិយាកាសការងារអាប់អួរឬក៏មានកម្ដៅនោះទេពីព្រោះហេតុការណ៍គឺកើតឡើងនៅប្រមាណជាម៉ោង7ព្រឹកអញ្ចឹងស្ថានភាពគឺល្អធម្មតាប៉ុន្តែយ៉ាងណាក៏ដោយមន្ត្រីជំនាញនឹងចុះទៅពិនិត្យម្ដងទៀតនៅក្នុងរោងចក្រនៅថ្ងៃច័ន្ទខាងមុខនេះប្រធានសហគមន៍ព្រៃឈើនៅក្នុងស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងត្រូវបានអាជ្ញាធរនៃខេត្តស្ទឹងត្រែងផ្ទាល់ហៅទៅសួរនាំក្រោយរូបលោកបានផ្ដល់បទសម្ភាសន៍និងជូនអ្នកសារព័ត៌មានក៏ដូចជាមន្ត្រីអធិការកិច្ចក្រសួងបរិស្ថានចុះទៅពិនិត្យមើលកន្លែងកាប់ឈើធំៗយកទៅធ្វើទូកងនៅក្នុងឧទ្យានជាតិវឿនសៃសៀមប៉ាងបើតាមការចុះផ្សាយដោយសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលលោកកៅសនអាចនឹងត្រូវដកចេញពីតំណែងជាប្រធានសហគមន៍ព្រៃឈើនៅតំបន់នោះផងនៅពេលដែលព័ត៌មាននោះស្ងប់ស្ងាត់បន្តិចសូមជម្រាបថាលោកកៅសនកន្លងមកធ្លាប់ទទួលបានប័ណ្ណសរសើរពីក្រសួងបរិស្ថានលើកិច្ចការងារចូលរួមថែទាំព្រៃឈើនិងការពារសត្វព្រៃផងដែរលោកអ្នកស្ដាប់ជាទីមេត្រីយើងងាកមកចាប់អារម្មណ៍អំពីព័ត៌មានអន្តរជាតិវិញម្ដងទូរទស្សន៍ជាតិអ៊ីរ៉ង់បានបញ្ជាក់ព័ត៌មាននៅថ្ងៃអាទិត្យទី1មិនិនាឆ្នាំ2026នេះអំពីការស្លាប់របស់អាយ៉ាតូឡាអាលីខាមេនីមគ្គុទ្ទេសក៍សាសនានិងជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់នៅក្នុងប្រតិបត្តិការយោធារបស់អាមេរិកនិងអ៊ីស្រាអែលក្នុងយប់ថ្ងៃសៅរ៍ទី28កុម្ភៈឆ្លងចូលថ្ងៃអាទិត្យក្រោយពីអាយ៉ាតូឡាការវាយប្រហារអាមេរិកនិងអ៊ីស្រាអែលសម្លាប់បានមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់7នាក់ផ្សេងទៀតផងនេះបើតាមប្រភពអ៊ីស្រាអែលអៀងសុកមិញលំអិតព័ត៌មាននេះប៉ុន្មានម៉ោងក្រោយសេចក្តីប្រកាសរបស់លោកប្រធានាធិបតីអាមេរិកទូរទស្សន៍ជាតិអ៊ីរ៉ង់ដោយបង្ហាញទង់ជាតិកាន់ទុកបានផ្សព្វផ្សាយនិងបញ្ជាក់ព័ត៌មានស្តីពីការស្លាប់របស់អាយ៉ាតូឡាខាមេនីដោយបន្ថែមថាកូនស្រីកូនប្រសានិងចៅស្រីរបស់អាយ៉ាតូឡាខាមេនីបានស្លាប់ជាមួយគ្នានោះដែរពេលនេះអ៊ីរ៉ង់នឹងឆ្លងអន្តរកាលក្រោមការដឹកនាំបណ្ដោះអាសន្នរបស់គណៈកម្មការដែលមានសមាជិក3រូបគឺប្រធានាធិបតីអ៊ីរ៉ង់មេដឹកនាំកំពូលផ្នែកប្រព័ន្ធតុលាការនិងសមាជិកម្នាក់នៃក្រុមប្រឹក្សាឆ្មាំធម្មនុញ្ញដែលទើបតែនឹងជាប់ឆ្នោតថ្មីជាប្រមុខសាសនាអាយ៉ាតូឡាអាលីរេហ្សាអារ៉ាហ្វីនេះបើតាមប្រភពទូរទស្សន៍អ៊ីរ៉ង់ដដែលជាមួយនឹងពាក្យបដិញ្ញារបស់ឆ្មាំបដិវត្តអ៊ីរ៉ង់ថានឹងតាមផ្ដន់ទាអាមេរិកនិងអ៊ីស្រាអែលដោយកម្លាំងសងសឹកខ្លាំងក្លាជាប្រវត្តិសាស្ត្ររូបថតសាកសពអាយ៉ាតូឡាខាមេនីទាញចេញពីគំនរបែកបាក់
ត្រូវបានបញ្ជូនទៅឲ្យលោកយុរដ្ឋមន្ត្រីអ៊ីស្រាអែលនិងលោកដូណាល់ត្រាំបានប្រកាសតាមបណ្ដាញសង្គមមុនគេអំពីការស្លាប់របស់អាយ៉ាតូឡាអាលីខាមីនីនៅថ្ងៃសៅរ៍ទី28កុម្ភៈវេលាម៉ោង 21:30 នាទីម៉ោងសកលដោយអះអាងថាអាលីខាមីនីមិនអាចធ្វើអ្វីបាននិងមិនអាចគេចរួចពីបណ្ដាញចារកិច្ចនិងប្រព័ន្ធតាមដានដ៏មហាទំនើបរបស់អាមេរិកដោយមានកិច្ចសហការយ៉ាងស្អិតល្មួតជាមួយនឹងអ៊ីស្រាអែលបានឡើយបើតាមយោធាអ៊ីស្រាអែលក្រៅពីអាយ៉ាតូឡាអាលីខាមីនីនៅមានអ្នកទទួលខុសត្រូវជាន់ខ្ពស់អ៊ីរ៉ង់ចំនួន7អ្នកផ្សេងទៀតត្រូវបានសម្លាប់មានជាអាចប្រមុខឆ្មាំបដិវត្តអ៊ីរ៉ង់ទីប្រឹក្សារបស់អាយ៉ាតូឡាម្នាក់ប្រមុខចារកិច្ចម្នាក់ព្រមទាំងនាយសេនាធិការយោធាម្នាក់ទោះសម្រាប់បានមេដឹកនាំសំខាន់ជាច្រើនមែនក៏ប៉ុន្តែប្រតិបត្តិការផ្លូវអាកាសនៅតែបន្តធ្វើដោយដៅលើទីតាំងបង្ហោះមីស៊ីលបាឡេស្ទិកនិងទីតាំងបំពាក់ប្រព័ន្ធការពារមីស៊ីលនៅក្រុងតេហេរ៉ង់ហើយបើតាមប្រសាសន៍របស់លោកដូណាល់ត្រាំអាមេរិកនិងអ៊ីស្រាអែលបន្តវាយប្រហារពេញមួយសប្តាហ៍ទៀតដើម្បីឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់មានសំណាងអាចត្រឡប់មកគ្រប់គ្រងធ្វើជាម្ចាស់ប្រទេសវិញបានអ៊ីរ៉ង់បានប្រកាសកាន់ទុកជាតិ40ថ្ងៃចំពោះការស្លាប់របស់អាយ៉ាតូឡាអាលីខាមីនីហើយធ្វើបាននៅព្រឹកថ្ងៃអាទិត្យទី1មិនិនានេះមានពលរដ្ឋអ៊ីរ៉ង់បានប្រមូលផ្ដុំគ្នាស្រែកដាក់បណ្ដាសាអាមេរិកនិងអ៊ីស្រាអែលមែនក៏ប៉ុន្តែការពីពេលយប់ពេលទទួលដំណឹងស្លាប់អាយ៉ាតូឡាភ្លាមប្រជាពលរដ្ឋអ៊ីរ៉ង់បានផ្ទុះអំណរខ្លះទះដៃអបអរខ្លះចាក់ភ្លេងខ្លះចុះស្រែកសាទរតាមផ្លូវទោះបីស្លាប់អគ្គមគ្គុទ្ទេសក៍កំពូលអាយ៉ាតូឡាអាលីខាមីនីនិងមេបញ្ជាការកំពូលនៃកងទ័ពឆ្មាំបដិវត្តជាច្រើនអ្នកតែអ៊ីរ៉ង់នៅតែបន្តបាញ់ផ្លោងគ្រាប់យ៉ាងច្រើនសន្ធឹកទៅលើអ៊ីស្រាអែលនិងទៅលើប្រទេសអារ៉ាប់សឹងតែទាំងអស់នៅក្នុងតំបន់ដាមបូព៌ាយប់ថ្ងៃសៅរ៍រហូតដល់ព្រឹកថ្ងៃអាទិត្យនេះសំឡេងផ្ទុះបានលាន់ឮជាបន្តបន្ទាប់នៅទីក្រុងតេលអាវីវទីក្រុងដូហាទីក្រុងឌូបៃនិងម៉ាដាម៉ាជាដើមទន្ទឹមគ្នានេះលោកដូណាល់ត្រាំបានប្រកាសថានឹងបន្តវាយប្រហាររហូតទាល់តែរបបអ៊ីស្លាមផ្ដាច់ការអ៊ីរ៉ង់ដួលរលំទាំងស្រុងមកពិសីលំអិតព័ត៌មាននេះអ៊ីរ៉ង់បានគម្រាមថានឹងវាយសងសឹកទៅលើអ៊ីស្រាអែលនិងទៅលើមូលដ្ឋានទ័ពរបស់អាមេរិកនៅតាមប្រទេសតំបន់ដើមបូព៌ាទាំងអស់តែអ្វីដែលគេសង្កេតឃើញចាប់តាំងពីថ្ងៃសៅរ៍មកគឺអ៊ីរ៉ង់បានវាយប្រហារដោយមិនរើសមុខទាំងមូលដ្ឋានទ័ពអាមេរិកនិងទីកន្លែងផ្សេងទៀតកាតាអារ៉ាប៊ីសាអូឌីតអេមីរ៉ាតអារ៉ាប់រួមកូវេតនិងបារ៉ែនសុទ្ធតែបានរងការវាយប្រហារពីអ៊ីរ៉ង់ទាំងអស់លើកលែងតែប្រទេសអូម៉ង់មួយទេដែលមិនរងគ្រោះព្រោះអ៊ីរ៉ង់ចាត់ទុកប្រទេសនេះជាមិត្តស្និទ្ធស្នាលនៅទីក្រុងអាប៊ូដាប៊ីអាជ្ញាធរបានឲ្យដឹងថាអ៊ីរ៉ង់បានបាញ់ផ្លោងមីស៊ីលបាឡេស្ទិកប្រមាណ137គ្រាប់និងដ្រូនចំនួន200គ្រឿងចាប់តាំងពីព្រឹកថ្ងៃសៅរ៍ប្រព័ន្ធខែលការពារផ្លូវអាកាសរបស់អេមីរ៉ាតអារ៉ាប់រួមបានស្ទាក់ចាប់កំទេចបានច្រើនគ្រឿងតែមិនអាចស្ទាក់បានទាំងអស់ទេនៅព្រលានយន្តហោះអន្តរជាតិអាប៊ូដាប៊ីការវាយប្រហាររបស់អ៊ីរ៉ង់បានបណ្ដាលឲ្យស្លាប់មនុស្សម្នាក់និងរបួស7នាក់នៅក្នុងទីក្រុងអាប៊ូដាប៊ីដែរមានជនស៊ីវិលម្នាក់ទៀតបានស្លាប់និងរបួស4នាក់ដោយត្រូវបំណែកមីស៊ីលនៅទីក្រុងឌូបៃវិញដ្រូនអ៊ីរ៉ង់បានធ្លាក់ចំអគារសណ្ឋាគារប្រណិត Burj Al Arab បង្កឲ្យមានអគ្គិភ័យចំណែកមូលដ្ឋានទ័ពអាមេរិក Al Dafra នៅអេមីរ៉ាតអារ៉ាប់រួមក៏បានរងការវាយប្រហារដែរដោយសាកសីអះអាងថាគេឃើញមានផ្សែងខ្មៅសន្ធោសន្ធៅនៅប្រទេសកូវេតមនុស្សយ៉ាងហោច12នាក់បានរងរបួសកងទ័ពកូវេតបានបញ្ជាក់ថាអ៊ីរ៉ង់បានបាញ់មីស៊ីលមកលើមូលដ្ឋានទ័ពអាកាសអាលីអាសាឡែមបង្កឲ្យរបួសយោធាចំនួន3នាក់និងខូចខាតផ្លូវហោះចុះឡើងរបស់យន្តហោះដ្រូនអ៊ីរ៉ង់ក៏បានវាយប្រហារទៅលើអាកាសយានដ្ឋានអន្តរជាតិកូវេតដែរបង្កឲ្យមានការភ័យជ្រួលច្របល់របួសបុគ្គលិកនិងខូចខាតអគារខ្លះក្រសួងការពារជាតិកាតាវិញបានបញ្ជាក់ថាអ៊ីរ៉ង់បានបាញ់មីស៊ីលចំនួន65គ្រឿងនិងដ្រូនចំនួន12គ្រឿងមកលើកាតានៅក្នុងថ្ងៃសៅរ៍មនុស្សយ៉ាងហោច8នាក់បានរងរបួសប្រព័ន្ធរ៉ាដាខែលការពារផ្លូវអាកាសនៅមូលដ្ឋានទ័ពអាមេរិក Al Udeid បានរងការខូចខាតចំណែកនៅប្រទេសបារ៉ែនទីភ្នាក់ងារព័ត៌មានបានផ្សាយថាមានមនុស្សរបួសយ៉ាងហោច4នាក់អ៊ីរ៉ង់បានបាញ់មីស៊ីលចំនួន45គ្រាប់និងដ្រូន9គ្រឿងមកលើទីក្រុងម៉ាណាម៉ារបស់បារ៉ែនក្រៅពីមូលដ្ឋានទ័ពអាមេរិកនៅបារ៉ែនដ្រូននិងមីស៊ីលបានធ្វើឲ្យខូចខាតអគារផ្ទះប្រជាជននិងអាកាសយានដ្ឋានអន្តរជាតិបារ៉ែនផងដែរសូម្បីតែអារ៉ាប៊ីសាអូឌីតដែលកន្លងមកបានព្យាយាមទប់លោកដូណាល់ត្រាំកុំឲ្យវាយប្រហារអ៊ីរ៉ង់ក៏ត្រូវអ៊ីរ៉ង់វាយដែរចាប់ពីព្រឹកថ្ងៃសៅរ៍មកសម្លេងផ្ទុះបានលាន់ឮខ្ទរពេញផ្ទៃមេឃទីក្រុងរីយ៉ាតមិនមានការខូចខាតធំដុំទេដោយសារបានប្រព័ន្ធការពារផ្លូវអាកាសដ៏ទំនើបនិងច្រើនសន្ធឹករបស់អារ៉ាប៊ីសាអូឌីតយ៉ាងណាក៏ដោយព្រះអង្គម្ចាស់ម៉ូហាម៉េតប៊ិនសាម៉ាន់បានប្រកាសថ្កោលទោសអ៊ីរ៉ង់ហើយថាអារ៉ាប៊ីសាអូឌីតសូមរក្សាសិទ្ធិគ្រប់យ៉ាងក្នុងការចាត់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យភាពសន្តិសុខអាយុជីវិតរបស់ប្រជាពលរដ្ឋ
ត់ខ្លួនជាវិធានការដែលអាចរាប់បញ្ចូលដោយការវាយប្រហារសងសឹកវិញទៅលើអ៊ីរ៉ង់សូមបញ្ជាក់ដែរថានៅព្រឹកថ្ងៃអាទិត្យនេះកងទ័ពអ៊ីស្រាអែលបានអះអាងថាគេបានវាយប្រហារចាប់ពីព្រឹកថ្ងៃសៅរ៍ដោយបានកំទេចស្តុកមីស៊ីលរបស់អ៊ីរ៉ង់ចំនួនប្រមាណពាក់កណ្ដាលប្រភពដដែលនេះអះអាងទៀតថាប្រតិបត្តិការរបស់អាមេរិកនិងអ៊ីស្រាអែលបានវាយកំទេចបង្អាក់មិនឲ្យអ៊ីរ៉ង់អាចមានសមត្ថភាពផលិតមីស៊ីលប្រមាណចំនួន1500គ្រាប់បន្ថែមទៀតពីសហរដ្ឋអាមេរិកវិញលោកប្រធានាធិបតីដូណាល់ត្រាំបានប្រកាសគំរាមថាប្រសិនបើអ៊ីរ៉ង់តដៃកាន់តែខ្លាំងនោះអាមេរិកនឹងវាយសង្កត់ឲ្យកាន់តែធ្ងន់បំផុតលោកដូណាល់ត្រាំអះអាងទៀតថាប្រតិបត្តិការវាយប្រហារនៅអ៊ីរ៉ង់នេះនឹងបន្តធ្វើមិនថាយូរប៉ុណ្ណាក៏ដោយរហូតទាល់តែរបបផ្ដាច់ការនេះដួលរលំទាំងស្រុងជាថ្មីម្ដងទៀតលោកដូណាល់ត្រាំបានហៅឲ្យប្រជាជនអ៊ីរ៉ង់ត្រៀមចាប់យកឱកាសដ៏ពិសេសនេះដើម្បីផ្លាស់ប្ដូររបបដឹកនាំតំបន់ដើមបូព៌ាកំពុងប្រឈមនឹងភាពហិង្សាជាថ្មីក្រោយពីអាមេរិកនិងអ៊ីស្រាអែលបើកប្រតិបត្តិការយោធាផ្លូវអាកាសវាយប្រហារអ៊ីរ៉ង់ហើយអ៊ីរ៉ង់បាញ់មីស៊ីលតបតវិញសម្ដៅទៅលើប្រទេសជាច្រើននៅក្នុងតំបន់នៅចំពោះពុកការវាយប្រហារដាក់គ្នានេះអង្គការសហប្រជាជាតិក្រុមមហាអំណាចតូចធំបណ្ដាប្រទេសជិតខាងឆ្ងាយជិតបានបញ្ចេញប្រតិកម្មបន្តបន្ទាប់គ្នាដោយមិនបង្អង់ខ្លះបរិហាខ្លះស្រែកទាមទារសូមឲ្យបញ្ឈប់ជាបន្ទាន់សកម្មភាពហិង្សាខ្លះណែនាំឲ្យភាគីជម្លោះអត់ធ្មត់ចេះមានហេតុផលខ្លះស្នើធ្វើជាអន្តរការីផងអៀងសុកមេងជូនព័ត៌មានពុស្ដានៅក្នុងសេចក្តីថ្លែងការណ៍លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្កោលទោសទង្វើប្រទុសរាយយោធាក្នុងតំបន់ដោយជំរុញឲ្យបញ្ឈប់ការស្អប់ខឹងនិងប្រើកម្លាំងដាក់គ្នាត្រូវត្រឡប់មកកាន់តុចរចាវិញការវាយប្រហារនាំមកនៅតែការហិនហោចនិងទុក្ខសោកវេទនារបស់មនុស្សជាតិតែប៉ុណ្ណោះនេះគឺជាពាក្យបន្ថែមរបស់លោកឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិដោយបណ្ដាប្រទេសជាច្រើននៅអឺរ៉ុបឬក៏ឥណ្ឌាដោយមិនចង់ឃើញស្ថានភាពធ្លាក់កាន់តែដុនដាបសហភាពអឺរ៉ុបបន្តដោយសហភាពអាហ្វ្រិកបានអំពាវនាវឲ្យមានការការពារជនស៊ីវិលនិងគោរពច្បាប់មនុស្សធម៌អន្តរជាតិនិងការអត់ធ្មត់ជាអតិបរមាដើម្បីធានាសុវត្ថិភាពនុយក្លេអ៊ែរនិងដើម្បីបញ្ជាកុំឲ្យពិភពលោកធ្លាក់ក្នុងអស្ថិរភាពកាន់តែធ្ងន់ធ្ងរនៅឆ្ងាយមែនតែឥណ្ឌូនេស៊ីក៏ដូចជាអូម៉ង់ប្រទេសក្នុងតំបន់ឈូងសមុទ្រប៉ែកបានស្នើសុំធ្វើជាអន្តរការីឲ្យអាមេរិកនិងអ៊ីរ៉ង់និងសុំឲ្យភាគីពាក់ព័ន្ធទាំងអស់អត់ធ្មត់និងប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីរកវិធីបន្ធូរបន្ថយសម្ពាធជាមួយនឹងការអំពាវនាវឲ្យភាគីជម្លោះឈប់បាញ់គ្នាភ្លាមចិនបានព្រមានអំពីផលវិបាកនៃអំពើហិង្សាប្រយុទ្ធគ្នាដោយបន្ថែមថាគ្រប់គ្នាត្រូវតែគោរពអធិបតេយ្យភាពជាតិសន្តិសុខនិងបូរណភាពដែនដីរបស់អ៊ីរ៉ង់ចំណែករុស្ស៊ីវិញយល់ថាការវាយប្រហារអាមេរិកនិងអ៊ីស្រាអែលជាដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់ដែលគំរាមកំហែងឲ្យតំបន់ធ្លាក់ក្នុងជ្រោះមហន្តរាយក្នុងពេលជជែកតាមទូរស័ព្ទជាមួយនឹងសមាភាគីរុស្ស៊ីប្រមុខការទូតអ៊ីរ៉ង់បានអំពាវនាវឲ្យសហគមន៍អន្តរជាតិជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាំឧក្រិដ្ឋជនទៅតុលាការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបើកប្រជុំបន្ទាន់នៅយប់ថ្ងៃទី28កុម្ភៈនេះតាមសំណើរបស់បារាំងនិងបារ៉ែងបារាំងអាល្លឺម៉ង់និងអង់គ្លេសសុទ្ធតែយល់ថាការវាយប្រហារនេះជាគ្រោះថ្នាក់ខ្លាំងសម្រាប់គ្រប់គ្នាតែនៅក្នុងសេចក្តីថ្លែងការណ៍រួមប្រទេសទាំង3ថ្កោលទោសខ្លាំងតែការបាញ់ប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើបណ្ដាប្រទេសផ្សេងៗនៅក្នុងតំបន់សម្រាប់ប្រទេសខ្លះទៀតដូចយ៉ាងអូស្ត្រាលីឬក៏អ៊ុយក្រែនផងការវាយប្រហាររបស់អ៊ីស្រាអែលនិងអាមេរិកគឺជាលទ្ធផលនៃអំពើហិង្សានៃរបបផ្ដាច់ការអ៊ីរ៉ង់និងកំពុងតែផ្ដល់ឱកាសដល់ប្រជាពលរដ្ឋអ៊ីរ៉ង់ចំណែកក្រុមប្រទេសជិតខាងវិញដូចយ៉ាងអេមីរ៉ាតអារ៉ាប់រួមអារ៉ាប៊ីសាអូឌីតកាតាព្រមទាំងប្រេស៊ីលផងបានថ្កោលទោសដោយចំការវាយបករបស់អ៊ីរ៉ង់ហើយបានគូសបញ្ជាក់អំពីភាពចាំបាច់នៃដំណោះស្រាយតាមផ្លូវចរចាដើម្បីបញ្ជាកុំឲ្យដំបៅរីកធំធាត់ដោយជាក់ស្ដែងទៅនោះអ៊ីរ៉ាក់បានព្រមានអំពីលទ្ធភាពចូលលូកដៃក្នុងចំនួនឯនាយករដ្ឋមន្ត្រីលីបង់បានប្រកាសមិនចង់ចូលពាក់ព័ន្ធជាមួយទេក៏ប៉ុន្តែក្រុម Hezbollah លីបង់បានអំពាវនាវឲ្យមានការបះបោរប្រឆាំងនឹងការឈ្លានពានអ៊ីរ៉ង់រួចទៅហើយអាមេរិកក៏បានចេញសារណែនាំឲ្យប្រជាពលរដ្ឋអាមេរិកចាក់ចេញពីលីបង់និងកុំឲ្យមកលីបង់បើមិនចាំបាច់ដោយឡែកប្រតិបត្តិការវាយប្រហារទៅលើអ៊ីរ៉ង់ពីសំណាក់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកំពុងធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំងអំពីការរីករាលដាលភ្លើងសង្គ្រាមទូទាំងតំបន់ដើមបូព៌ាក្រុមហ៊ុនអាកាសចរសឹងតែទាំងអស់ដែលមានគោលដៅទៅតំបន់នេះបានលុបចោលជើងហោះហើរជាបន្តបន្ទាប់លើពីបញ្ហាចរាចរណ៍ផ្លូវអាកាសស្ថានភាពនេះក៏បានបង្កជាផលប៉ះពាល់ខ្លាំងដែរទៅលើការដឹកជញ្ជូនប្រេងច្រកសមុទ្រអូម៉ូសដែលស្ថិតនៅមុខផ្ទះអ៊ីរ៉ង់គឺជាច្រកចេញចូលដ៏សំខាន់នៃការដឹកជញ្ជូនប្រេងពិភពលោកអ៊ីរ៉ង់ក៏ជាប្រទេសផលិតប្រេងមួយដ៏ធំផងដែរមកពិសេសលំអិតព័ត៌មានបន្ថែម
គ្រប់គ្នាដឹងយ៉ាងច្បាស់ថាតំបន់ដើមបូព៌ាគឺជាជង្រុកប្រេងកាតដ៏ធំបំផុតហើយដែលសេដ្ឋកិច្ចពិភពលោកត្រូវការជាចាំបាច់អ៊ីរ៉ង់គឺជាប្រទេសផលិតប្រេងដ៏ធំមួយក្នុងចំណោម10ប្រទេសធំៗបច្ចុប្បន្ននេះបើទោះបីជារងទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិកតែអ៊ីរ៉ង់បន្តផលិតប្រេងប្រមាណ3លាន1សែនធុងបារីលក្នុងមួយថ្ងៃនៅមុនបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ឆ្នាំ1979អ៊ីរ៉ង់ផលិតបានលើសនេះដល់ទៅ10ដងឯណោះរហូតត្រូវគេចាត់ទុកថាជាប្រទេសផលិតប្រេងធំជាងគេលំដាប់ទី3បន្ទាប់ពីអារ៉ាប៊ីសាអូឌីតនិងរុស្ស៊ីលោក Ann Lohmann Rasmussen អ្នកវិភាគនៅ Global Risk Management បានលើកឡើងថាប្រេងរបស់អ៊ីរ៉ង់ជាប្រភេទប្រេងដែលងាយបូមនិងងាយចម្រាញ់កត្តាទាំងនេះធ្វើឲ្យតម្លៃផលិតអស់ថោកពោលគឺ1ធុងបារីលថ្លៃដើមខ្ទង់តែ$10តែប៉ុណ្ណោះមានតែប្រទេសអារ៉ាប់តំបន់ឈូងសមុទ្រទេដែលអាចប្រកួតប្រជែងតម្លៃជាមួយអ៊ីរ៉ង់បានខណៈប្រេងឆៅនៅឯកាណាដាឬនៅអាមេរិកវិញគេត្រូវចំណាយថ្លៃដើមចន្លោះពី$40ទៅ$60ក្នុង1ធុងបារីលមិនត្រឹមតែតម្លៃថោកទេអ៊ីរ៉ង់មានស្តុកប្រេងក្នុងដីធំជាងគេលំដាប់ទី3ទូទាំងពិភពលោកដូច្នេះក្នុងរយៈពេលវែងអ៊ីរ៉ង់មានតម្លៃយុទ្ធសាស្ត្រធំណាស់សម្រាប់សេដ្ឋកិច្ចពិភពលោកយោងតាមលោក Ole Hansen អ្នកវិភាគទីផ្សារនៅ Saxo Bank បច្ចុប្បន្ននេះអ៊ីរ៉ង់នាំចេញប្រេងប្រមាណ1លាន3សែនទៅ1លាន5សែនធុងបារីលក្នុងមួយថ្ងៃដើម្បីគេចពីទណ្ឌកម្មអាមេរិក 80% នៃប្រេងរបស់អ៊ីរ៉ង់គឺត្រូវនាំចូលទៅកាន់ទីផ្សារចិនដែលនេះមានន័យថាចិនប្រកាសជាអាចជួបបញ្ហាខ្លះប្រសិនបើអាមេរិកវាយកំទេចហេដ្ឋារចនាសម្ព័ន្ធផលិតប្រេងរបស់អ៊ីរ៉ង់ហើយធ្វើឲ្យការនាំចេញត្រូវអាក់ខានយូរសូមបញ្ជាក់ថាហានិភ័យដ៏ធំមួយមកលើទីផ្សារប្រេងពិភពលោកគឺការបិទគប់ច្រកសមុទ្រ Hormuz ដែលជាផ្លូវតភ្ជាប់រវាងឈូងសមុទ្រ Persian និងមហាសមុទ្រឥណ្ឌាច្រកនេះគឺជាទ្វារចេញចូលផ្លូវទឹកតែមួយគត់របស់ប្រទេសភាគច្រើននៅតំបន់ឈូងសមុទ្រក្នុងមួយថ្ងៃប្រេងឆៅប្រមាណ20លានធុងបារីលត្រូវដឹកចេញតាមច្រកនេះឆ្ពោះទៅកាន់ប្រទេសនានាដែលស្មើនឹងប្រមាណ 20% នៃទំហំតម្រូវការប្រើប្រាស់នៅទូទាំងពិភពលោកច្រកសមុទ្រ Hormuz មានទទឹងចម្ងាយប្រមាណតែ50គីឡូម៉ែត្រព្រមទាំងជម្រៅទឹកមិនលើសពី60ម៉ែត្រដែលកត្តាទាំងនេះធ្វើឲ្យការឆ្លងកាត់របស់នាវាធំៗងាយប្រឈមគ្រោះថ្នាក់រួចទៅហើយក្នុងករណីមានការព្រួយបារម្ភពីកត្តាសន្តិសុខបង្កឡើងដោយសង្គ្រាមនៅអ៊ីរ៉ង់នោះតម្លៃធានារ៉ាប់រងដឹកជញ្ជូនប្រកាសជាឡើងថ្លៃគិតត្រឹមពេលនេះមានតែអារ៉ាប៊ីសាអូឌីតនិងអេមីរ៉ាតអារ៉ាប់រួមទេដែលមានហេដ្ឋារចនាសម្ព័ន្ធបង្ហូរប្រេងចេញបានប្រមាណ2លាន6សែនធុងបារីលក្នុងមួយថ្ងៃដោយមិនចាំបាច់ឆ្លងកាត់ច្រកសមុទ្រ Hormuzគួរកត់សម្គាល់ថាក្រុមប្រទេសនៅតំបន់ដើមបូព៌ាព្រមទាំងទូគីនិងប៉ាគីស្ថានផងសុទ្ធតែបានបង្ហាញការព្រួយបារម្ភខ្លាចសង្គ្រាមនេះឆេះរាលដាលពេញតំបន់លោកព្យារ៉ាស៊ូប្រធានផ្នែកស្រាវជ្រាវនៅមូលនិធិសិក្សាយុទ្ធសាស្ត្រមេឌីតេរ៉ាណេបានលើកឡើងថាប្រទេសទាំងនេះដឹងថាអ៊ីរ៉ង់មានគ្រាប់មីស៊ីលគ្រប់ចំនួនអាចវាយប្រហារចំទីតាំងសំខាន់ៗនៅតាមប្រទេសគេឧទាហរណ៍ដូចជាហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលទីតាំងស្តុកប្រេងឬស្ថានីយបន្សាបជាតិប្រៃរបស់ទឹកសមុទ្រជាដើមសង្គ្រាមឆាបឆេះនៅតំបន់ដើមបូព៌ានឹងធ្វើឲ្យប្រេងឆៅឡើងថ្លៃទូទាំងពិភពលោកដោយជាមិនរួចតម្លៃប្រេងឡើងថ្លៃគឺអ៊ីរ៉ង់ជាអ្នកចំណេញយុទ្ធសាស្ត្រដើម្បីអាចដាក់សម្ពាធទៅលើសហរដ្ឋអាមេរិកវិញការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅសហរដ្ឋអាមេរិកខិតជិតមកដល់ហើយកត្តាជីវភាពការចំណាយលើថ្លៃសាំងរបស់ប្រជាជនអាមេរិកគឺជាកត្តាមួយដែលលោកដូណាល់ត្រាំមិនអាចប្រហែសបានទេបើជាបានគឺលោកដូណាល់ត្រាំប្រហែលជាមិនចង់ឃើញតម្លៃប្រេងឆៅឡើងដល់$100ក្នុងមួយធុងបារីលដោយកាលពីពេលរុស្ស៊ីបំផ្ទុះសង្គ្រាមឈ្លានពានអ៊ុយក្រែននោះឡើយលោកអ្នកស្ដាប់ជាទីមេត្រីសម្រាប់ការផ្សាយព័ត៌មានរបស់យើងជាបន្តទៅទីនេះលោកអ្នកនាងនឹងបានស្ដាប់ដំបូងគឺជានេតិព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃដែលរៀបចំជូនដោយអឹងប៊ុនថនបានចោទជាសំណួរថាតើមានសេណារីយ៉ូអ្វីខ្លះដែលនាំឲ្យមានការស្នើដកសញ្ជាតិខ្មែរពីលោកសំរងស៊ីនិងចុងក្រោយនៃកម្មវិធីនៅថ្ងៃនេះគឺយើងមាននេតិបទយោការដែលរៀបរៀងដោយសាដាវីស្ដីពីគំនូរសិល្បៈដើម្បីសន្តិភាពទី2ឆ្លុះបញ្ចាំងអំពីទុក្ខវេទនារបស់ជនស៊ីវិលខ្មែរនៅក្នុងជម្លោះព្រំដែនខ្មែរថៃព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃសហភាពអង្គការសង្គមស៊ីវិលដែលស្និទ្ធនឹងរដ្ឋាភិបាលបានដាក់ញត្តិទៅលោកសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2026ដើម្បីស្នើឲ្យដកសញ្ជាតិខ្មែរពីមេដឹកនាំនយោបាយជំទាស់លោកសំរងស៊ីការទាមទារនេះធ្វើឡើងដោយសារតែក្រុមដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលកម្ពុជាចោទថាអតីតប្រមុខបកប្រឆាំងនៅកម្ពុជាបានបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ដោយខុបខិតជាមួយនឹងថៃដើម្បីមកប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាតែអ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ$23យល់ថាអ្នកជំទាស់នឹងលោកសំរងស៊ីខ្លាចឥទ្ធិពលរបស់លោកសំរងស៊ីនៅលើឆាកអន្តរជាតិទើបបានជាពួកគេចេញធ្វើយុទ្ធនាការទាមទារឲ្យដកសញ្ជាតិលោកសំរងស៊ីដែលជាអតីតប្រធានគណៈបក្សសង្គ្រោះជាតិនិងជាអតីតដៃគូប្រជែងនយោបាយដ៏ស្រួចស្រាលរបស់អ
ឌិតនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនសែនសូមស្ដាប់សេចក្តីរាយការណ៍លម្អិតរបស់អឹងប៊ុនថន លោកនុតណូរិទ្ធិពេញទីប្រឹក្សាសមាគម100រាត្រីបានថ្លែងនៅមុខក្រសួងមហាផ្ទៃកាលពីថ្ងៃទី24ខែកុម្ភៈដោយបានជាប់ប្រកាន់លោកសំរងស៊ីថាបាននឹងកំពុងគម្រាមកំហែងសន្តិភាពនៅកម្ពុជានិងថាបានខុបខិតជាមួយប្រទេសថៃទើបក្រុមលោកស្នើឲ្យដកសញ្ជាតិខ្មែរពីរូបគាត់ នាំគ្នាទៅបាតកម្មជារឿយៗបាទនៅក្នុងស្រុកក្រៅស្រុកក្តីគាត់នាំគ្នាបាតកម្មអញ្ចឹងការធ្វើឲ្យបាតកម្មនេះធ្វើឲ្យយើងបង្កឲ្យភាពតាំងតឹងនៅក្នុងសង្គមឲ្យប៉ះពាល់ទៅដល់ធ្នាប់ដល់សាធារណៈហើយធ្វើឲ្យយើងមានអាហារភ័យទៅលើសន្តិភាពបាទហើយកត្តាទី3គឺពាក់ព័ន្ធលើព្រំដែនហើយនឹងដំណើរវិវាទផ្លូវច្បាប់បានន័យថាលោកសំរងស៊ីគាត់មានទោសធ្ងន់ណាស់អតីតកាលគាត់ដកបកគោលអន្តរជាតិកម្ពុជាវៀតណាមអញ្ចឹងហើយបានន័យថាការដកបកគោលនេះគឺជារឿងគ្រោះថ្នាក់ដល់ជាតិណាវាធ្វើឲ្យអធិបតេយ្យភាពជាតិទៅភូមិទឹកដីយើងអាចមានបញ្ហាជាមួយប្រទេសវៀតណាមបាទហើយកត្តាទី4នោះគាត់មានវោហារសាស្ត្របាទវោហារសាស្ត្ររបស់គាត់ហ្នឹងអំពងករបស់គាត់ហ្នឹងគឺគាត់បកកែនិយាយហ្មងការញុះញង់ឲ្យសង្គមបែកបាក់តែម្ដងអញ្ចឹងអាការដែលគាត់និយាយហ្នឹងអាវោហារសាស្ត្រនយោបាយរបស់គាត់ហ្នឹងដែលធ្វើឲ្យការបែកបាក់ក្នុងទំនុកចិត្តរបស់ប្រជាជនខ្មែរនេះឲ្យវាប៉ះពាល់ទៅដល់សង្គមទាំងមូលរបស់យើងនេះហើយកត្តាទី5លោកសំរងស៊ីគឺជាមនុស្សម្នាក់ដែលប្រមាថលើអង្គព្រះមហាក្សត្រហើយអាកត្តាទី6បង្កើតសម្ព័ន្ធនយោបាយក្រៅប្រព័ន្ធហើយនឹងពាក់ព័ន្ធជាមួយនឹងបរទេសបាទយើងឃើញថាលោកសំរងស៊ីបច្ចុប្បន្ននេះគាត់បានបង្កើតរដ្ឋាភិបាលបៃតឡាក្រៅស្រុកអាការបង្កើតនេះមិនមែនចំណេញដល់ជាតិគឺដាក់សម្ពាធឲ្យរដ្ឋាភិបាលវិញគាត់ទៅខំប្រឹងទៅជួយថៃដើម្បីជានយោបាយចំណេញរបស់គាត់រួមរួមជាមួយនឹងប្រទេសថៃអ្នកដឹកនាំថៃបាន support គាត់បានឧបត្ថម្ភគាត់ដើម្បីឲ្យធ្វើកិច្ចការងារហ្នឹង ក៏ប៉ុន្តែលោកកឹមសុខអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23របស់លោកសំរងស៊ីបានចាត់ទុកការទាមទាររបស់ក្រុមដែលមាននិន្នាការគ្រប់គ្រងរដ្ឋាភិបាលមួយនេះគឺគ្រាន់តែជាសេណារីយ៉ូរៀបចំឡើងដោយអ្នកនយោបាយនិងថាវាគ្មានអត្ថប្រយោជន៍អ្វីឡើយដើម្បីស្នើឲ្យមានការដកសញ្ជាតិខ្មែរពីលោកសំរងស៊ីនោះ ចលនាសហភាពអង្គការសង្គមស៊ីវិលនោះគ្រាន់តែជាសេណារីយ៉ូនយោបាយរបស់រដ្ឋាភិបាលក្រុមគ្រួសារហ៊ុនប៉ុណ្ណោះក្រុមលោកហ៊ុនសែនគ្មានសក្តានុពលបំបាក់លោកសំរងស៊ីដោយការប្រកួតប្រជែងត្រឹមត្រូវដូច្នេះពួកគេចេះតែលេងល្បែងគួរឲ្យអៀនខ្មាស់ប្រុងដកសញ្ជាតិខ្មែរពីលោកសំរងស៊ីដើម្បីប៉ងកម្ចាត់លោកសំរងស៊ីទៅម្យ៉ាងវិញទៀតលោកហ៊ុនសែនចាប់ផ្ដើមបញ្ចេញសេណារីយ៉ូនយោបាយនៅចលនាកម្ចាត់លោកសំរងស៊ីបែបនេះពីព្រោះតែរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ដែលដឹកនាំដោយលោកសំរងស៊ីកាន់តែបានការគាំទ្រពីរដ្ឋាភិបាលបច្ចឹមប្រទេសដែលយើងខ្ញុំកំពុងតែធ្វើការសហការជាមួយនឹងរដ្ឋាភិបាលបច្ចឹមប្រទេសទាំងនោះក្នុងក្របខ័ណ្ឌនៃស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សម្រាប់លោកដិតយងពៅអ្នកជំនាញវិទ្យាសាស្ត្រនយោបាយថ្លែងថាការទាមទារឲ្យដកសញ្ជាតិខ្មែរពីលោកសំរងស៊ីដោយក្រុមណាមួយនោះគឺគ្រាន់តែបង្ហាញអំពីទស្សនៈចម្រុះនៃសង្គមខ្មែរតែប៉ុណ្ណោះ ការទាមទារញ៉ាំដកសញ្ជាតិឬមិនដកសញ្ជាតិអីវាជាទស្សនៈជ្រុងមួយរៀងខ្លួនទេអញ្ចឹងខ្ញុំគិតថានេះជាគ្រាន់តែជាទស្សនៈប៉ុណ្ណោះយើងទុកជាទស្សនៈចម្រុះទៅបានហើយកុំឲ្យមានកម្រិតធ្ងន់ធ្ងរនៅក្នុងទស្សនៈចម្រុះនាំតែវាមើលទៅឃើញកាន់តែបែកខ្ញែកទៅវិញនេះជាការយល់ឃើញរបស់ខ្ញុំយើងចាត់ទុកថាវាជាទស្សនៈចម្រុះនៅក្នុងសង្គមប្រជាធិបតេយ្យហើយខាងទស្សនៈគាំទ្ររដ្ឋាភិបាលយើងព្យាយាមបញ្យលបកស្រាយគាំទ្រឲ្យប្រជាជនបានយល់ប្រជាជនបានជ្រាបទៅបាទឲ្យកាន់តែផុសផុលឡើងទៅបាទកាលណាមានទស្សនៈផ្សេងគឺតម្រូវឲ្យទស្សនៈដែលគាំទ្រចរន្តប្រឆាំងថៃនេះគឺត្រូវតែខិតខំប្រឹងប្រែងបញ្យលបន្ថែមទៀតជាជាងគេហៅថានយោបាយវាយបកចុះឡើងធ្វើឲ្យការកាន់តឹងវាកាន់តែមានការតានតឹងខ្លាំងឡើងនេះជាការយល់ឃើញជ្រុងមួយរបស់ខ្ញុំរីឯលោកយងកំឯងប្រធានមជ្ឈមណ្ឌលប្រជាប្រដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពយល់ថានៅគ្រាដែលប្រទេសថៃកំពុងឈ្លានពានកម្ពុជាអ្នកនយោបាយខ្មែរគួរតែទុកបញ្ហាផ្ទាល់ខ្លួនជារឿងមួយឡែកសិននោះដើម្បីបន្ថយកម្ដៅនយោបាយផ្ទៃក្នុងកម្ពុជាសម្រាប់ខ្ញុំយល់ថាគណៈដែលយើងកំពុងតែមានភាពតានតឹងជាមួយនឹងបណ្ដាប្រទេសជិតខាងនេះជាពិសេសគឺប្រទេសថៃហ្នឹងគឺអ្វីដែលសំខាន់ក្នុងកលៈទេសៈនេះគឺវាសំខាន់ជាងពេលណាទាំងអស់គឺការធ្វើម៉េចឲ្យមានការសាមគ្គីភាពឬក៏កាត់បន្ថយនៅកម្ដៅឬក៏ចំនួនឬក៏អរិភាពណាមួយដែលកើតមានរវាងក្រុមអ្នកនយោបាយដែលមាននិន្នាការនយោបាយខុសគ្នាហ្នឹងបាទព្យាយាមធ្វើម៉េចឲ្យមានស្មារតីសាមគ្គីភាពជាជាងរឿងផ្សេងទៀតបាទឬក៏មិនអាចថាឲ្យមកត្រូវរៅគ្នាទាំងស្រុងក៏អាចកាត់បន្ថយនៅក្នុងកម្រិតណាមួយបានខ្ញុំថាជារឿងមួយប្រសើរអញ្ចឹងខ្ញុំថាបេសកកម្មសំខាន់ដែលជាតិមានដែលអ្នកនយោបាយមានការបដិញ្ញាចិត្តហ្នឹងគួរតែមានការរិះរោបមធ្យោបាយដើម្បី
បន្ថយនៅកម្ដៅនយោបាយផ្ទៃក្នុងហើយក៏សាមគ្គីភាពដើម្បីទប់ទល់នឹងអ្នកដែលមានបំណងឈ្លានពានពីខាងក្រៅ តែលោកបណ្ឌិតយងពៅបានកត់សម្គាល់ថានៅគ្រាដែលថៃឈ្លានពានកម្ពុជាលោកសំរងស៊ីបានងាកទៅបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ដែលលោកយល់ថាជាការរំលោភរដ្ឋធម្មនុញ្ញកម្ពុជាដែលមានស្រាប់ ទី1ជាទស្សនៈខ្ញុំយល់ឃើញថា$23ជាស្មារតីវាជាស្មារតីប្រវត្តិសាស្ត្រដែលបញ្ចប់សង្គ្រាមនៅកម្ពុជាបាទវាមិនមែនជាធម្មនុញ្ញមួយទៀតរបស់កម្ពុជាទេអញ្ចឹងយើងត្រូវចែកញែកឲ្យច្បាស់នៅកន្លែងហ្នឹងអញ្ចឹងហើយចលនានយោបាយខ្លះហាក់ដូចជាយក$23ហ្នឹងជាធម្មនុញ្ញមួយទៀតរបស់រដ្ឋាភិបាលរបស់កម្ពុជាទៅវិញហើយទៅវាបង្កើតរដ្ឋាភិបាល$23អីហ្នឹងទៅកម្ពុជាមានរដ្ឋធម្មនុញ្ញតែមួយទេគឺរដ្ឋធម្មនុញ្ញដែលកាលឡើងនៅឆ្នាំ1993ដែលអនុលោមនឹងប្រើប្រាស់មកទល់បច្ចុប្បន្ននេះវាមានមសោតនកម្មអីហូរហែក៏ប៉ុន្តែជារដ្ឋធម្មនុញ្ញ1993នៅតែជាស្មារតីនោះដែលរួបរวมបញ្ចូលនៅស្មារតីខ្មែររួបរวมជាតិនៅក្នុងហ្នឹងក៏មានស្មារតី$23ដែរដោយឡែកការបង្កើតរដ្ឋាភិបាល$23នេះហាក់ដូចជាមានធម្មនុញ្ញមួយផ្សេងទៀតអញ្ចឹងហើយវាធ្វើឲ្យមានទស្សនៈបែកខ្ញែកក្នុងនយោបាយខ្មែរតែយ៉ាងណារដ្ឋាភិបាល$23របស់លោកសំស៊ីនេះគឺมันមានការតាក់ទាញឬក៏มันមានការចូលរួមពីប្រជាជាតិខ្មែរហ្នឹងទលំទលាយអីទេពីព្រោះគេយល់ច្បាស់ហើយថាវាមិនអាចមានរដ្ឋធម្មនុញ្ញពីរទេបាទហើយលោកសំស៊ីកំពុងតែដើរប្រឆាចពីទិសដៅរួមរបស់រដ្ឋាភិបាលទិសដៅរួមរបស់ប្រជាជាតិកម្ពុជាដែលត្រូវប្រឆាំងជាមួយថៃអញ្ចឹងបើគាត់ដើរប្រឆាចអញ្ចឹងវាហាក់ដូចជាស្របជាមួយថៃដែរឬយ៉ាងដូចម្ដេចអានេះជាសញ្ញាឆ្ងល់មួយណាជាទូទៅបាទក៏ប៉ុន្តែលោកកឹមសុខបានការពារថារដ្ឋាភិបាលកម្ពុជាឯករាជ្យ$23របស់លោកសំរងស៊ីមិនបានរំលោភលើរដ្ឋធម្មនុញ្ញរបស់កម្ពុជានោះឡើយ ហើយរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23កំពុងតែជំរុញឲ្យម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលមានសក្តានុពលនៅបស្ចិមប្រទេសដើម្បីដាក់ការគៀបសង្កត់ឲ្យរដ្ឋាភិបាល7មករាភ្នំពេញនៃក្រុមគ្រួសារត្រកូលហ៊ុនបើកការប្រកួតប្រជែងបោះឆ្នោតបើកចំហនឹងត្រឹមត្រូវនៅកម្ពុជាគឺសកម្មភាពរបស់យើងខ្ញុំស្របទៅនឹងស្មារតីនៃរដ្ឋធម្មនុញ្ញដូច្នេះហើយយើងកំពុងតែធ្វើការងារដើម្បីលើកតម្កើងរដ្ឋធម្មនុញ្ញនិងកិត្តិយសរបស់ប្រទេសកម្ពុជាមិនមែនដោយរដ្ឋាភិបាល7មករាក្រុងភ្នំពេញនៃក្រុមគ្រួសារហ៊ុនដែលកំពុងតែបំផ្លាញរដ្ឋធម្មនុញ្ញហើយនឹងប្រទេសកម្ពុជានោះទេទោះជាយ៉ាងណាក្រសួងមហាផ្ទៃនៅមិនទាន់មានការឆ្លើយតបទៅនឹងក្រុមអង្គការសង្គមស៊ីវិលដែលទាមទារឲ្យមានការដកសញ្ជាតិលោកសំរងស៊ីនោះឡើយសូមបញ្ជាក់ដែរថារដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ដែលដឹកនាំដោយអ្នកនយោបាយប្រឆាំងលោកសំរងស៊ីគឺបានប្រកាសពីបេសកកម្មរបស់ខ្លួនជាផ្លូវការកាលពីថ្ងៃទី$25តាមរយៈការធ្វើសកម្មភាពនយោបាយនិងការទូតនានាដែលគេមើលឃើញថាមានសកម្មភាពផ្ទុយពីរដ្ឋាភិបាលទីក្រុងភ្នំពេញរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23របស់លោកសំរងស៊ីតែងតែអះអាងពីកម្មវត្ថុរបស់ខ្លួនថារដ្ឋាភិបាលខ្មែរនៅឯនេសមុទ្រមួយនេះមានគោលដៅស្រោចស្រង់ប្រទេសកម្ពុជានិងទាមទារឲ្យមានការផ្លាស់ប្ដូរការដឹកនាំប្រទេសដោយសន្តិវិធីបទយោកាគំនូរសិល្បៈដើម្បីសន្តិភាពឬ Arts for Peace ជាផ្ទាំងគំនូរដែលឆ្លុះបញ្ចាំងអំពីទុក្ខវេទនារបស់ជនស៊ីវិលនិងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនិងបេតិកភណ្ឌរបស់កម្ពុជាក្នុងជម្លោះព្រំដែនជាមួយថៃលេចរូបរាងជាលើកទី2ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពបានញ៉ាំងចិត្តសិល្បករនិងអ្នកទស្សនាឲ្យមានភាពសោកសង្រេងពីការបាត់បង់និងខូចខាតសម្បត្តិបេតិកភណ្ឌជាតិនិងនឹកអាណិតពលរដ្ឋភាសឹកដែលរងទុក្ខវេទនាពីការវាយប្រហារមិនរើសមុខរបស់យោធាថៃនៅក្នុងសង្គ្រាមដ៏តានតឹងចំនួន2លើកកាលពីឆ្នាំ2025អ្វីដែលពលរដ្ឋខ្មែរចង់បានគឺសន្តិភាពនិងការវិលទៅរកសភាពដើមវិញដោយគ្មានការគំរាមកំហែងពីសំណាក់កងទ័ពយោធាថៃពីសួនមុខវត្តបតុមបតីក្នុងរាជធានីភ្នំពេញសូមលោកអ្នកនាងរីករាយទស្សនាបទយោកាដែលរៀបចំជូនដោយសាដាវីលាតសន្ធឹងនៅចំពីមុខវត្តបតុមបតីក្នុងរាជធានីភ្នំពេញគំនូរសិល្បៈដើម្បីសន្តិភាពទី2បានផុសត្រដែតឡើងអមជាមួយនឹងការឆ្លុះបញ្ចាំងនៃទុក្ខវេទនានិងការបាត់បង់របស់កម្ពុជាក្នុងជម្លោះព្រំដែនម្ដងជា2ដងជាមួយថៃគូដោយវិចិត្រករស្ម័គ្រចិត្តពីគ្រប់ទិសទីប្រមាណ100នាក់គំនូរសិល្បៈដើម្បីសន្តិភាពទី2បានរំលេចឲ្យឃើញពីការបំផ្លិចបំផ្លាញទាំងផ្នែកសាសនាវប្បធម៌និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់កម្ពុជាក្រោមស្នាដៃរបស់យោធាថៃធ្វើដំណើរតាំងពីខេត្តសៀមរាបលោកនូម៉ាណូបានស្ម័គ្រចិត្តចំណាយពេលវេលាផ្ទាល់ខ្លួនដើម្បីចូលរួមគូរគំនូរសន្តិភាពនៅទីក្រុងភ្នំពេញ
លោកធ្លាប់ចូលរួមគូគំនូបែបនេះម្ដងហើយនៅឯទឹកដីខេត្តសៀមរាបហើយអ្វីដែលជំរុញទឹកចិត្តលោកឲ្យបន្តចូលរួមស្ម័គ្រចិត្តម្ដងទៀតក៏ព្រោះតែសោកនាដកម្មក្នុងចំនួនព្រំដែនខ្មែរថៃបានដកជាប់អារម្មណ៍លោកជាខ្លាំង ខ្ញុំបានចូលរួមវគ្គទី1នៅសៀមរាបហើយគោលបំណងរបស់ខ្ញុំនោះគឺធ្វើអ្វីដែលយើងចង់អាចធ្វើបានដោយសារតែយើងឃើញរូបភាពដែលមានការរំលោភបំពានពីភាគីថៃមកលើប្រទេសកម្ពុជាដោយការធ្វើសង្គ្រាមដុតបំផ្លាញទ្រព្យសម្បត្តិបេតិកភណ្ឌគេហេដ្ឋារចនាសម្ព័ន្ធផ្ទះសម្បែងជាពលរដ្ឋទាំងអស់នេះវាដិតដាមនៅក្នុងចិត្តខ្ញុំធ្វើខ្ញុំជឿចាំមែនទែនហើយខ្ញុំជាសិល្បករខ្ញុំគិតថាអីដែលខ្ញុំអាចបញ្ចេញអារម្មណ៍ទៅតាមសារគឺតាមរយៈគំនូរដែលអាចជួយនិយាយថាទុកលំបាកក្នុងចិត្តយើងណាដែលឃើញពីលំបាកហ្នឹងទាំងអស់នេះគឺជាការចងចាំដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ក៏ដូចជាអន្តរជាតិបានឃើញអំពីទស្សនវិជ្ជានៃវិនាសកម្មនៃសង្គ្រាម មិនខុសគ្នាពីលោកនូម៉ូណូកញ្ញាភុកសុគន្ធវារីក៏បានចំណាយពេលផ្ទាល់ខ្លួនដើម្បីចូលរួមគូគំនូខ្នាតយក្សនេះដែរចំពោះកញ្ញាភុកសុគន្ធវារីមិនមែនត្រឹមជាគំនូប៉ុន្តែសិល្បៈដើម្បីសន្តិភាពបានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ពីទុក្ខវេទនារបស់ពលរដ្ឋខ្មែរខ្ញុំមកនេះខ្ញុំចង់ចូលរួមគូដោយសារខ្ញុំឃើញថាសង្គ្រាមដែលរវាងខ្មែរនិងថៃវាមានផលប៉ះពាល់ខ្លាំងមែនទែនចំពោះប្រជាជននៅក្នុងប្រទេសកម្ពុជាហើយយើងឃើញថាវាមានភាពសោកសៅហើយនឹងយើងពេលខ្លះយើងមានរបៀបថាសង្គ្រាមនឹងធ្វើឲ្យមានអារម្មណ៍ផ្លូវចិត្តយើងចុះខ្សោយហើយនឹងសេដ្ឋកិច្ចផងដែរហើយខ្ញុំមានចំណាប់អារម្មណ៍ថាគំនូមួយហ្នឹងវាអាចឆ្លុះបញ្ចាំងពីទស្សនវិជ្ជាជាក់ស្ដែងដែលបានកាត់ឡើងរយៈពេលប្រហែលខែនេះមានភាពឈឺចាប់និងភាពសោកស្ដាយនិងភាពបាត់បង់ដ៏ធំធេងមួយដែលយើងមិនអាចនិយាយបានក្នុងនាមខ្ញុំជាសិល្បករខ្ញុំគិតថារូបគំនូធំមួយនេះគឺចង់បង្ហាញឲ្យប្រជាពលរដ្ឋទាំងអស់ចងចាំអ្វីដែលបានកាត់ឡើងហើយជាសិល្បៈមួយដែលសិល្បកររួមជាតិទាំងអស់ដែលគាត់ប្រមូលផ្ដុំដើម្បីបង្ហាញសិល្បៈស្នាដៃនេះឲ្យកូនខ្មែរទាំងអស់របៀបមានភាពតស៊ូហើយនឹងចង់ឲ្យពិភពលោកបានឃើញថាពួកយើងត្រូវការសន្តិភាពទាំងអស់គ្នាវិចិត្រករមួយគាត់គូហ្នឹងគឺមានភាព unique ខុសៗគ្នាហើយភាគច្រើនលោកគ្រូដែលគាត់បកកែគូគឺគាត់បាន focus លើ detail ច្រើនមែនតើខ្ញុំគិតថាភាពលំបាកហ្នឹងគឺគ្រាន់តែរបៀបជាពេលវេលាដែលយើងត្រូវចំណាយទេបើសិនជារបៀបថាបើសិនជាមានតែពេលថ្ងៃយើងអស់កម្លាំងយើងអាចគូតយើងគូតទៀតគួរជ្រាបថាគំនូរសិល្បៈដើម្បីសន្តិភាពទី2មានទំហំធំជាងគំនូរសិល្បៈដើម្បីសន្តិភាពទី1ពោលវាមានបណ្ដោយដល់ទៅ35ម៉ែត្រនិងកម្ពស់5ម៉ែត្រសិល្បករបានចែករូបគំនូរនេះជា4ផ្នែកដែលក្នុងនោះផ្នែកទី1សរឲ្យឃើញពីការឈ្លានពាននិងការបំផ្លិចបំផ្លាញរបស់យោធាថៃលើទីតាំងស៊ីវិលរបស់កម្ពុជាផ្នែកទី2ការបំផ្លិចបំផ្លាញលើសាសនានិងវប្បធម៌ផ្នែកទី3ទុក្ខវេទនារបស់ជនស៊ីវិលនិងផ្នែកទី4ចុងក្រោយគឺការអំពាវនាវរបស់កម្ពុជាទៅកាន់ពិភពលោកស៊ីបែបនេះភាគច្រើនគឺគួរទៅលើការជឿចាប់បាត់បង់អាយុជីវិតជាពលរដ្ឋអញ្ចឹងហើយនឹងវិទ្យាកងទ័ពយ៉ាងជាច្រើនអញ្ចឹងតែរូបគំនូរនេះបន្ទាប់ពីពីការចប់សង្គ្រាមហើយនឹងប្រាសាទបុរាណបេតិកភណ្ឌពិភពលោកយើងនេះត្រូវបានបំផ្លាញជាក់ស្ដែងនៅបើសិននៅសៀមរាបយើងគូតា30ម៉ែត្របណ្ដោយកម្ពស់5ម៉ែត្រតែជាក់ស្ដែងនៅទីនេះយើងគូ35ម៉ែត្រហើយកម្ពស់5ម៉ែត្ររូបនេះកំណត់រយៈពេល10ថ្ងៃទៅទៅហើយអញ្ចឹងឥឡូវយើងគូបានចូល50%យ៉ាងជាក់ស្ដែងសិល្បករខ្ទង់70នាក់ជាងហើយនឹងអ្នកសម្របសម្រួលអ្នក volunteer ខាងផ្នែកដូចថា assistant ជួយលើកសម្ភារៈអញ្ចឹងបូកទៅវាចូល100នាក់ជាងដោយសារអ្នកខ្លះគាត់មកបានតែពេលល្ងាចឬក៏1ម៉ោង2ម៉ោងអញ្ចឹងយើងអាចបញ្ជាក់ថាចំនួនពិតប្រាកដអញ្ចឹងហើយប្រហែលវាចូល100នាក់ជាងថ្មីត្បិតគំនូរសន្តិភាពនេះមិនទាន់ត្រូវបានបញ្ចប់ការគូសពគ្រប់យ៉ាងណាក្តី
ក៏ប៉ុន្តែពលរដ្ឋដែលដើរកាត់តាមសួនច្បារមុខវត្តបទុមវតីបានបញ្ឈប់ដំណើររបស់ខ្លួនមួយសន្ទុះធំដើម្បីទស្សនាការគូរគំនូររបស់វិចិត្រករគេឃើញមានទាំងពលរដ្ឋខ្មែរនិងជនបរទេសខ្លះទាញទូរស័ព្ទថតខ្លះសញ្ជឹបសញ្ជឹងមមីដល់រឿងរ៉ាវស្ដីពីទុក្ខលំបាករបស់ពលរដ្ឋខ្មែរនៅតាមព្រំដែនឯខ្លះទៀតហាក់បីដូចជាសោកសៅលាយឡំជាមួយទឹកភ្នែកក្រោយពីបានឃើញរូបគំនូរទាំងនេះខ្ញុំឃើញរូបគំនូរនេះខ្ញុំវាសង្វេគពេកអូនវាឈឺចាប់ពេកនៅពេលដែលឃើញពួកគេឈ្លានពានមកលើប្រទេសយើងអូនវាគ្រប់យ៉ាងទាំងអស់ហ្មងដែលខាងខ្ញុំមិនទទួលបាននៅភាពដ៏ឈឺចាប់នេះមួយដែលមិនអាចបំភ្លេចបានជាម្ដងជាពីរដងមិននិយាយទៅខ្ញុំវាអួលពេកអូនអួលក្នុងចិត្តមកពេកបាក់ថ្លៃវាបំផ្លាញគ្រប់បែបយ៉ាងធ្វើឲ្យប្រជាជននៅតាមព្រំដែនកងទ័ពរបស់យើងពាក់លីជាច្រើនដែលប្រជាជនមិនអាចទទួលបានទាំងអស់គ្នាពួកគាត់ធ្លាប់តែរស់នៅសុខសប្បាយនៅផ្ទះដែលមានសុភមង្គលឥឡូវពេលនេះពួកគាត់ស្ថិតនៅក្នុងជំរំជនភៀសខ្លួនដោយគ្មានផ្ទះជំរកទីពឹងអីអញ្ចឹងណាចាចំពោះខ្ញុំវិញមានអារម្មណ៍ថាហេតុអ្វីបានពួកគាត់នៅតែឈ្លានពានទឹកដីយើងហើយម្ដងវាចូលមកដូចថាយកផ្ទះសម្បែងប្រជាជនយើងវាយខ្ទេចវាយខ្ទីអញ្ចឹងណាហេតុអីបានពួកគាត់នៅតែឈ្លានពានមកលើទឹកដីយើងអត់ឈប់អត់ឈរអញ្ចឹងค่ะខ្ញុំចង់ឲ្យពួកគាត់នឹងត្រឡប់ទៅភាពទៅកន្លែងទៅរកទឹកដីរបស់គាត់វិញអញ្ចឹងណាកុំមកឈ្លានពានទឹកដីយើងអីអាណិតប្រជាជនកម្ពុជារបស់យើងផងវេទនាណាក្នុងចំណោមអ្នកទស្សនាទាំងអស់ក៏មានអ្នកស្រីលឿងសាវិនម្នាក់ដែរជាគ្រូបង្រៀនក្នុងខេត្តបន្ទាយមានជ័យអ្នកស្រីបានជួបហេតុការណ៍ដ៏លំបាកនេះផ្ទាល់តែម្ដងចំពោះខ្ញុំអ្នកបន្ទាយមានជ័យផ្ទាល់ខ្ញុំនៅខាងស្រុកអង្គរព្រៃហេតុការណ៍ដែលខ្ញុំជួបផ្ទាល់បំផុតគឺជនភៀសសឹករាប់ម៉ឺននាក់ដែលបានភៀសសឹកមកពីខាងព្រៃច័ន្ទជោគជ័យនិងបឹងតគួនដែលទីហ៊ានបំផ្លិចបំផ្លាញអស់គ្មានសល់អញ្ចឹងគ្មានទេសម្ដែងជិតគាត់គឺគាត់រត់មកគឺពួកយើងបានរៀបចំទីទួលសម្រាប់ភាពសម្រាប់ទទួលពួកគាត់ហើយវាទៅវាលំបាកបងហើយទីមួយគឺសម្លេងក្របយប់ឡើងគឺមិនបានដេកទេគឺភ័យនឹងនិយាយទៅត្រៀមខ្លួនរត់រហូតចង់និយាយអត់បានសម្រាប់អត់បានគឺត្រៀមខ្លួនសម្រាប់ទៅការរត់ទេចំពោះអ្នកនៅទីនឹងចាចំពោះរូបភាពដែលខ្ញុំដាក់អារម្មណ៍ជាងគេនឹងគឺចំនួនជនភៀសសឹកកន្លែងជនភៀសសឹកមកច្រើនហើយនឹងកន្លែងដែលទីហ៊ានធៀបបំផ្លាញភាសាព្រះវិហាររបស់យើងនេះដែលជាទីទៅគោរពបូជានឹងបេតិកភណ្ឌពិភពលោករបស់យើងបំផ្លាញซึ่งគ្មានសល់ដល់ដីឡើយទៅខ្ញុំមានអារម្មណ៍ក្តុកក្តួលសប្បាយចិត្តដែលក្រមវិចិត្រករនឹងបានយករូបភាពដែលទីហ៊ានថៃឈ្លានពានមកគូនៅទីក្រុងដើម្បីនៅទីក្រុងបានឃើញពីការឈ្លានពានដែលតបសៀននេះវាធ្វើបាបប្រជាជននៅតាមព្រំដែនអញ្ចឹងហ៎បងចានិយាយទៅឃើញហើយស្លុតចិត្តពួកខ្ញុំអ្នកនៅទួលដែននឹងវាជួបហើយទៅវាលឺសលេងក្របក្ដុងក្ដាំងអីវាទៅយប់ឡើងដែលបានដេកទេវាហោះពេញលើកឡើងប៉ុន្តែគាត់ថាពេលដែលបានឃើញយកមកគូចឹងទៅមានអារម្មណ៍ថាឲ្យអ្នកនៅនេះបានឃើញពីទុកសោករបស់យើងដែលនៅតាមជីដែននឹងតើវាវេទនាប៉ុណ្ណាពីព្រោះអីថាគំនូគឺជាការគូពីទិដ្ឋភាពពិតដែលទាហាននឹងបានឈានពានមកលើខ្មែរយើងកាលណាយើងគូបង្ហាញអន្តរជាតិបានឃើញឬក៏ជនបរទេសបានដើរឃើញដូចជាបានឃើញរូបភាពពិតនៅពេលដែលមានសង្គ្រាមកើតឡើងអញ្ចឹងបងចាអញ្ចឹងការរូបភាពបង្ហាញគឺមានផលប្រយោជន៍គឺផ្សព្វផ្សាយឲ្យប្រជាជនរបស់យើងទូទៅដឹងហើយគឺមានភាពជឿចាប់ចានិយាយទៅចំពោះពួកខ្ញុំទៅដែរគឺចង់និយាយទៅចង់បានសុំតែសន្តិភាពទេចង់ឲ្យតែនិយាយទៅការឈានពានរបស់ធានថៃគឺបញ្ឈប់ការឈានពានមកលើទឹកដីកម្ពុជាអត់ចង់បានអីទេចង់បានតែនិយាយទៅសន្តិភាពនិងទឹកដីរបស់ខ្លួនតែប៉ុណ្្នឹងអត់ចង់បានអ្វីក្រៅពីនឹងទេសូមជម្រាបថាគំនូរសិល្បៈដើម្បីសន្តិភាពទី2ត្រូវបានគេចាប់គូសវាសលើក្រណាត់សតាំងពីថ្ងៃទី20ខែកុម្ភៈនិងគ្រោងបញ្ចប់ការគូរនៅថ្ងៃទី3ខែមីនាឆ្នាំ2026គំនូរសិល្បៈស្ដីពីទុក្ខសោករបស់កម្ពុជានេះនឹងដាក់ឲ្យទស្សនាជាផ្លូវការរយៈពេល2ខែចាប់ពីថ្ងៃទី3មីនារហូតដល់ថ្ងៃទី3ឧសភាឆ្នាំ2026លោកអ្នកស្ដាប់ជាទីមេត្រីការផ្សាយកម្មវិធីព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ AFE សម្រាប់ថ្ងៃអាទិត្យទី1ខែមិនិនាឆ្នាំ2026បានឈានដល់ទីបញ្ចប់អរគុណធីវ៉ាន់ដែលបានជួយសម្របសម្រួលផ្នែកបច្ចេកទេសនៅថ្ងៃនេះខ្ញុំបាទសាមឧត្តមនិងសហការីនៃការផ្សាយជាខេមរៈភាសាទាំងអស់នៃវិទ្យុបារាំងអន្តរជាតិសូមអរគុណនិងសូមជម្រាបលា